ថ្ងៃនេះសូមតាំងខ្លួនជានារីជប៉ុនបែបខ្ជិលខ្ជួនអញ្ចឹងសូមកាច់រៀងឲ្យមើល outfit បន្តាដែលណែវិសផ្កាប់មុខមិញសាកមានណាឃើញដែរក៏ធ្វើធម្មតាវិញទៅអញ្ចឹងថ្ងៃនេះខ្ញុំបានមកធ្វើការហើយចេញថតនៅក្រៅអត់បានធ្វើម៉ូតសក់មកពីផ្ទះហេគឺមកធ្វើនៅ ER នឹងហ្មងអញ្ចឹងមកបរិញ្ញាអ្នកគ្នាដែរម៉ូតសក់នេះគឺចាប់ក្រងសក់របស់យើងទាំងពីរខាងមកជាហៀងគឺចាប់ក្រងសក់របស់យើងប្រហែល3ហើយយើងក្រងវាក្លាប់បែបនេះមកបន្ទាប់មកយើងយកវាមកចងទីទុយហើយធ្វើការគួចមកប៉ុន្តែតម្លាក់វាជើងកតុយហើយយើងមក make up សិនខ្ញុំប្រើជាមួយនឹង cushion Adelica eye palette អាផាតបកភ្នែកក៏ពណ៌ស្អាតមែនតើហើយ mascara គូចចាមតិចតួចលាបក្រាមគឺស្អាតហ្មងដែលទាំង3មុខហ្នឹងគឺជា brand Batomi បន្ទាប់មកសក់របស់យើងដែលមូលហ្នឹងគឺយើងតម្លាក់វាចុះមកក្រោមខ្ញុំកាត់សក់នេះគឺ demi មុខវាអត់ចំសក់សេះប៉ុន្តែពី demi so ឥឡូវ checking ជាមួយនឹង Riza ស្អាតអត់មុតសក់ហ្នឹងសមមួយ outfit ណាដោយសារតាអាវវាក៏រៀងបិទដែរអញ្ចឹងយើងតម្លាក់ក៏អត់សូវស្អាតដែរអញ្ចឹងយើងចាប់ចងឡើងហើយយើងគួចបែបទីទុយបែបនេះមកគឺស្អាតខ្លាំងមែនតើចង់ដឹងថាខ្ញុំមកថតអីគេថ្ងៃហ្នឹងចាំមើលវីដេអូនៅ episode 2 bye